បាទសួស្តីទាំងអស់គ្នាបើសិនជាពួកយើងចង់លេងក្នុងក្រោមតើយើងទៅលេងកន្លែងណាខ្លះអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយមកចែករំលែកដល់អ្នកគ្នាថាខ្ញុំក្រោមក្រោយពីយើងឡើងលើទៅឡើងក្នុងក្រោមតើយើងអាចទៅលេងកន្លែងណាខ្លះអញ្ចឹងអ្នកសិមរៀបគាត់ជិតដឹងហើយថាយើងអាចទៅមើលកន្លែងណាខ្លះអញ្ចឹងថ្ងៃនេះខ្ញុំបានទៅជុំគ្នាជាមួយមិត្តភក្តិខ្ញុំអ្នកក្រុមការងារហើយយើងបានទៅ pick ទៅញ៉ាំអាហារជុំគ្នាមុនពេលថ្ងៃជប់សម្រាប់មុនពេលចូលឆ្នាំហ្នឹងនៅម្ដុំភ្នំក្រោមប៉ុន្តែមិនមែននៅលើភ្នំក្រោមទេគឺនៅវាលស្រែក្បែរភ្នំក្រោមអញ្ចឹងណាហើយតោះញ៉ាំមើលឃើញមកយូរបានគឺស្អាតបែបស្រុកស្រែអញ្ចឹងណាហើយកន្លែងហ្នឹងគឺជាកន្លែងដែលគេដាំឈូកអញ្ចឹងណាអញ្ចឹងបើសិនតអស់គ្នាទៅយើងក៏អាចឃើញចំការឈូកដែរប៉ុន្តែមិនសូវជាច្រើនទេដោយសារតែខែនេះគេបានប្រមូលផលខ្លះៗណាចឹងយើងទៅញ៉ាំអាហារពេលនេះយើងមានអីទេមានត្រីអាំងមានក្តាមបុកហើយចង់បញ្ជាក់ថារបស់ទាំងនេះគឺទិញគេទេមិនបានធ្វើខ្លួនឯងទេហើយយើងមានកែបោកមើលទៅគឺទំនងមែនទែនហើយតាក់ទងទៅនឹងបរិយាកាសទីនោះគឺល្អទាំងអស់គ្នាគឺមិនសូវមានចរាចរណ៍ហើយទៅក្តៅបន្តិចដោយសារតែវាលអញ្ចឹងណាប៉ុន្តែបើសិនជាពួកយើងទៅក្នុងម៉ោង4ទៅឬក៏ម៉ោង4កន្លះអីគឺប៉ុណ្ណឹងគឺក្តៅប៉ុន្តែមិនក្តៅខ្លាំងអញ្ចឹងណាគឺយើងអាចអង្គុយនិយាយគ្នាលេងទៅជិះគ្នាហើយញ៉ាំpicnic ញ៉ាំអាហារជុំគ្នាឬក៏ធ្វើអីផ្សេងៗអញ្ចឹងណាហើយបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏ដើរទៅលេងជាការឈូកគេដែរគឺជាទៅឈូកគេគឺនៅជាប់នឹងច្រាំងហ្មងគឺថាចង់បេះបែបបានដែរមិនហ៊ានបេះទេខ្លាចត្រូវថ្មងរបស់ម្ចាស់គេអញ្ចឹងណាចឹងក្រោយពីយើងញ៉ាំហើយយើងដាក់លេងហើយយើងក៏មានសកម្មភាពមួយចំនួនលេងប៉ាតម្សៅគ្នានឹងហើយអត់មានអ្នកប៉ាតែគ្នាឯងទេគឺមួយយ៉ាងដែរទាំងអស់គ្នាគឺសប្បាយចឹងណាតែគ្នាយើងព្រោះតែចូលឆ្នាំទៅគឺម្នាក់ហ្នឹងគាត់ទៅស្រុកកំណើតរៀងខ្លួនហើយយើងអត់បានជុំគ្នាទេហើយខ្ញុំនឹងជាអ្នកចាក់បទច្រៀងដែរអញ្ចឹងណាចាក់បទបែបឈៀបទបែបសប្បាយបទចូលឆ្នាំអីចឹងទៅហើយហ្នឹងហើយតើពីលេងភាសាហើយយើងក៏ទៅជិះគ្នាលេងបន្តិចទៀតហើយពេលអញ្ចឹងហើយយើងក៏បែកគ្នាទៅផ្ទះតែមុនពេលបែកគ្នាផ្ទះហ្នឹងក៏មានអ្នកនៅមានអ្នកអត់ទៅអញ្ចឹងណាហើយនេះមិត្តភក្តិខ្ញុំគឺនិយាយថារឿងញ៉ាំគាត់ដែរហើយមានធ្វើអីទេបងប្អូនគឺដើរឆ្វែទីហ្នឹងហើយមើលកន្លែងដែលគេបានច្រូតស្រូវហើយគេសល់ចង់ស្រូវណាហើយក៏ដើរប្រមូលលេងទៅវីដេអូខ្ញុំមានប៉ុណ្្នឹងបងប្អូនសង្ឃឹមថាបងប្អូនចូលចិត្តហើយចុច like ចុច follow ហើយអរគុណច្រើនសម្រាប់ការទស្សនា